ngày nay admin đangมาเปลี่ยนเป็นระเบียบในการដាក់បញ្ជាទិញនៅក្នុង App Loader ឥឡូវជាដំបូងយើងចូលទៅក្នុង App Loader សិនមកចឹងសម្រាប់ការទិញឯហ្នឹង admin សូមរើយកវិធីសាស្ត្រតាមរយៈការ scan រូបភាពចឹងសម្រាប់ការ scan រូបយើងគ្រាន់តែចុចទៅកន្លែងរូបកាមេរ៉ានេះមកបន្ទាប់មកចុចទៅកាន់ពាក្យថា from photo ហើយចាំ select យករូបភាពតំណែងដែលយើងចង់ទិញចឹង admin ចង់ទិញខែ admin select ខែទូរស័ព្ទចឹងយើងគ្រាន់តែចុចទៅលើរូបតំណែងហ្នឹងហើយក្នុង App Loader គេនឹងស្វែងរកតំណែងហ្នឹងឲ្យយើងយកមកចឹងពេលដែលចេញបែបនេះបងអូនអាចធ្វើបានណាដោយសារតែគេមានជម្រើសឲ្យយើងរើសច្រើនហើយក៏មានហាងច្រើនដែរចឹងបងអូនពេញចិត្តហាងមួយណាអាច select ទៅកាន់ហាងមួយហ្នឹងបានណាចឹងឧទាហរណ៍ថា admin ពេញចិត្តហាងមួយនេះ admin គ្រាន់តែចុចទៅក្នុងហាងនឹងរួចរាល់ហើយបន្ទាប់មកវានឹងលោតពាក្យបែបនេះចឹងយើងចុចទៅកាន់ពាក្យថាបន្ថែមទៅរទេះបន្ទាប់មកវានឹងចេញបែបនេះចឹងឥឡូវចាំយើងរើពណ៌ឧទាហរណ៍ថា admin ពេញចិត្តពណ៌ខ្មៅ admin select ពណ៌ខ្មៅបន្ទាប់មកអូនមកខាងក្រោមទៀតដើម្បីរើយកម៉ូដទូរស័ព្ទដែលយើងប្រើចឹងយើងគ្រាន់តែចុចឲ្យចំលេខបូកកន្លែង model អក្សរទូរស័ព្ទនឹងហើយបន្ទាប់មកចុចទៅកាន់ពាក្យបញ្ជាក់មកតំណែងហ្នឹងយើងបានកំណត់រួចរាល់ហើយអញ្ចឹងយើងគ្រាន់តែចូលទៅកន្លែងរូបរទេះទិញតំណែងទូចខាងលើនេះមកហើយវានឹងចេញបែបនេះហើយចឹងដើម្បីដឹងតម្លៃស្របថាត្រូវបង់អស់មែនបងអូនគ្រាន់តែ select កន្លោនទូចនេះមកបន្ទាប់មកចុចទៅកាន់ពាក្យថាដាក់ស្នើសម្រាប់អ្នកដែលមាន account ថ្មីគឺអត់ទាន់ចេញបែបហ្នឹងទេវានឹងឲ្យយើងបំពេញអាសយដ្ឋានសិនណាចឹងរបៀបការបំពេញអាចធ្វើតាមរូបដែល admin ដាក់នឹងបានណាចុចទៅកាន់ពាក្យបន្ថែមអាសយដ្ឋានហើយបំពេញតាមលំនាំហ្នឹងមកណាបន្ទាប់ពីបំពេញហើយចាំចុចពាក្យដាក់ស្នើការបញ្ជាទិញហើយកន្លែងហ្នឹងបើសិនជាយើងអត់ទាន់ចង់បញ្ចូលទុកប្រាក់ភ្លាមយើងចង់ដឹងតម្លៃស្របត្រូវបង់អស់មែនចុចទៅកាន់ពាក្យថាបោះបង់នេះមកចឹងយើងអាចមើលដឹងតម្លៃហើយតម្លៃស្របដែលយើងត្រូវបង់គឺ1.58ចឹងបើសិនជាយើងសម្រេចចិត្តថាចង់បង់គ្រាន់តែចុចពាក្យបង់នេះមកបន្ទាប់មកយើងចុចទៅកាន់ពាក្យថាបញ្ចូលទឹកប្រាក់ភ្លាមដើម្បីបញ្ចូលលុយទៅកាបូបលុយ Loader សិនណាចឹងសម្រាប់អ្នកដែលចង់បញ្ចូលក្រុម$10ចាំចុចទៅកន្លែងចំនួនទឹកប្រាក់ផ្ទាល់ខ្លួននេះហើយបន្ទាប់មកចាំវាយចំនួនទឹកប្រាក់ដែលយើងចង់បញ្ចូលឧទាហរណ៍ថាចង់បញ្ចូល1រៀលវាយតែលេខ1នេះមកហើយចុចទៅកាន់ពាក្យថាបញ្ចូលទឹកប្រាក់សម្រាប់អ្នកដែលប្រើ ABA select ទៅកាន់ពាក្យ ABA KXQR បន្ទាប់មកចុចទៅកាន់ពាក្យបញ្ជាក់ពេលហ្នឹងវានឹងលោតចូលទៅក្នុង app ABA យើងអូតូចាំមកដល់កន្លែងហ្នឹងគ្រាន់ចុចពាក្យបង់ឥឡូវហើយចាំយើងវាយលេខកូដ ABA របស់យើងមកហើយបន្ទាប់ពីវាយហើយទឹកប្រាក់ហ្នឹងវានឹងលោតចូលទៅក្នុងកាបូបលុយ Loader ស្វ័យប្រវត្តិយកមកចឹងបន្ទាប់មកពេលយើងចុច back ទៅវិញនេះវានឹងលោតចូលមកដល់កន្លែងដែលយើងស្នើមុនហ្នឹងចឹងឥឡូវយើងអាចបង់បានហើយគ្រាន់តែចុចពាក្យថាបង់នេះមកបន្ទាប់មកយើងវាយលេខកូដបង់ប្រាក់ដែលយើងបង្កើតខ្លួនឯងហ្នឹងចឹងពេលដែលវាយលេខកូដហ្នឹងហើយចុចពាក្យបង់ទៅការទិញបានជោគជ័យហើយ